ជាយូរលងណាមកហើយមានបុរសម្នាក់ធ្វើដំណើរទៅស្រុកឆ្ងាយមុនពេលដែលគាត់ចេញទៅគាត់បានហៅអ្នកបម្រើទាំង3នាក់របស់គាត់មកហើយប្រគល់ទ្រព្យសម្បត្តិរបស់គាត់ទៅឲ្យពួកគេរួចឲ្យពួកគេចាត់ចែងទ្រព្យសម្បត្តិទាំងនោះខ្ញុំនឹងឲ្យទ្រព្យសម្បត្តិរបស់ខ្ញុំទៅអ្នករាល់គ្នាតាមចំណែករៀងៗខ្លួនរួចហើយនាំគ្នាចែកទ្រព្យសម្បត្តិទាំងនេះចុះគាត់បានឲ្យប្រាក់5ណែនទៅអ្នកទី1 2ណែនទៅអ្នកទី2និង1ណែនទៅអ្នកទី3ឥឡូវនេះខ្ញុំបានឲ្យប្រាក់របស់ខ្ញុំទៅអ្នករាល់គ្នាតាមសមត្ថភាពរៀងៗខ្លួនហើយសូមអញ្ជើញទៅចុះហើយខិតខំប្រឹងធ្វើការឲ្យអស់ពីសមត្ថភាពក្នុងការប្រើប្រាស់ប្រាក់ទាំងនេះចុះចៅវាយបានលាអ្នកបម្រើរបស់គាត់ហើយក៏ចេញដំណើរទៅបន្ទាប់ពីចៅវាយបានចេញដំណើរទៅបាត់ហើយនោះអ្នកបម្រើទី1និងអ្នកបម្រើទី2បានយកប្រាក់របស់ពួកគេយកទៅរកស៊ីពួកគេទាំងពីរជឿជាក់ថានៅពេលដែលពួកគេខិតខំប្រឹងប្រែងធ្វើការនោះចៅវាយរបស់ពួកគេប្រកាសជាសប្បាយចិត្តអ្នកបម្រើទី1ដែលទទួលបានប្រាក់5ណែនគាត់បានយកប្រាក់របស់គាត់ទៅធ្វើស្រែចម្ការគាត់ពិតជាខិតខំប្រឹងប្រែងធ្វើការខ្លាំងណាស់អ្នកបម្រើទី2ក៏បានខិតខំប្រឹងប្រែងធ្វើការដែរថ្ងៃទី1ថ្ងៃទី2ខែទី1ខែទី2ហើយពេលវេលាក៏ចេះតែកន្លងផុតទៅពួកគេក៏បានទទួលផលពីការខិតខំប្រឹងប្រែងធ្វើការទាំងនោះអ្នកបម្រើទី1ក៏បានចំណេញបានប្រាក់5ណែនត្រឡប់មកវិញពីលើប្រាក់ដើមរបស់គាត់ហើយបុរសទី2ក៏ទទួលបានប្រាក់ចំណេញ2ណែនពីប្រាក់ដើមរបស់គាត់ដែរប៉ុន្តែអ្នកបម្រើទី3វិញតើគាត់នឹងទៅជាយ៉ាងណាប៉ុន្មានខែក្រោយមកចៅវាយរបស់គេក៏បានត្រឡប់មកវិញអ្នកបម្រើទាំង3នាក់បានមកជួបចៅវាយរបស់ពួកគេហើយបានរៀបរាប់ពីអ្វីដែលកើតឡើងនៅពេលដែលគាត់មិននៅចៅវាយបាននិយាយទៅកាន់អ្នកបម្រើទី1ដែលទទួលបានប្រាក់ចំណេញទ្វេដងនៃប្រាក់របស់គាត់ថាល្អហើយអ្នកបម្រើដ៏ស្មោះត្រង់អ្នកមានភាពស្មោះត្រង់នឹងកិច្ចការដ៏តូចនេះខ្ញុំនឹងតាំងអ្នកឲ្យមើលការខុសត្រូវលើកិច្ចការធំធំសូមចូលមកនេះហើយសប្បាយជាមួយនឹងខ្ញុំចុះចៅវាយក៏បានសរសើរទៅកាន់អ្នកបម្រើទាំងពីរផងដែរពិតជាធ្វើបានល្អមែនអ្នកបម្រើដ៏ស្មោះត្រង់អ្នកមានភាពស្មោះត្រង់នឹងកិច្ចការដ៏តូចនេះខ្ញុំនឹងតាំងអ្នកឲ្យមើលការខុសត្រូវលើកិច្ចការធំធំសូមអ្នកចូលមកហើយសប្បាយជាមួយនឹងខ្ញុំចុះចៅវាយពិតជាមានភាពសប្បាយរីករាយជាមួយនឹងសមិទ្ធផលរបស់អ្នកបម្រើទី1និងអ្នកបម្រើទី2ណាស់ហើយគាត់ក៏បានសន្យាថានឹងឲ្យពួកគេមើលការខុសត្រូវលើកិច្ចការធំទាំងឡាយចុងក្រោយអ្នកបម្រើទី3ក៏បានចូលមកចៅវាយហើយបាននិយាយថាលោកម្ចាស់ខ្ញុំបានដឹងថាលោកជាមនុស្សតឹងតែងណាស់លោកតែងជារត់យកផលដែលលោកមិនបានសាប់ព្រោះហើយប្រមូលយកផលដំណាំដែលលោកមិនបានដាំដែរដូច្នេះខ្ញុំប្របាទបានយកប្រាក់ដែលលោកបានប្រគល់ឲ្យមកខ្ញុំនោះយកទៅជីកប់ព្រោះខ្ញុំប្របាទភ័យខ្លាចពេកឥឡូវនេះសូមលោកម្ចាស់យកប្រាក់របស់លោកវិញចុះចៅវាយមានការខឹងសម្បាជាខ្លាំងស្អីគេអ្នកបម្រើអាក្រក់ដ៏ខ្ជិលច្រអូសអើយអ្នកគិតថាខ្ញុំគឺជាមនុស្សតឹងតែងដូច្នេះអ្នកគួរតែយកប្រាក់ទាំងនេះទៅចងការទៅកាលណាខ្ញុំត្រឡប់មកវិញខ្ញុំនឹងទទួលបានប្រាក់ទាំងដើមទាំងការចូលយកប្រាក់ទាំងនេះហើយប្រគល់ទៅឲ្យអ្នកដែលមានប្រាក់10ណែននោះចុះរួចយកអ្នកបម្រើដែលអត់បានការម្នាក់នេះទៅចោលនៅខាងក្រៅទៅអ្នកបម្រើដែលបានប្រើប្រាស់ប្រាក់របស់ពួកគេបានល្អហើយខិតខំប្រឹងប្រែងធ្វើការពួកគេពិតជាមានអំណរហើយបានចែកចាយការសប្បាយរីករាយនេះជាមួយនឹងចៅវាយរបស់ខ្លួនដែរប៉ុន្តែអ្នកបម្រើខ្ជិលច្រអូសវិញដែលមិនខិតខំប្រឹងប្រែងធ្វើការត្រូវបានធ្លាក់ទៅនៅកន្លែងដែលមានភាពលំបាក